ជំរាបសួរពុកម៉ែបងប្អូនពលរដ្ឋខ្មែរទាំងអស់គ្នាបាទថ្មីនេះខាងរដ្ឋាភិបាលថៃគេបានប្រកាសពាក់ព័ន្ធនឹងការធ្វើដំណើរចូលប្រទេសថៃចាប់ពីថ្ងៃទី1ខែឧសភា2025នេះតទៅរាល់ជនបរទេសទាំងអស់មានឲ្យតែចូលមកប្រទេសថៃត្រូវចុះឈ្មោះអនឡាញតាមរយៈ website Thailand Digital Arrival Card មុនមកដល់ប្រទេសថៃក្នុងរយៈពេល3ថ្ងៃបាទចាំមានន័យថាអ្នកទាំងអស់គ្នាមុននឹងមកប្រទេសថៃត្រូវចុះឈ្មោះតាម website ដើម្បីទទួលបាននៅ confirmation មុនធ្វើដំណើរមកប្រទេសថៃអញ្ចឹងថ្ងៃនេះខ្ញុំបាននឹងធ្វើតេស្តសាកល្បងជូនបងប្អូនមើលអញ្ចឹងទី1យើងចូលទៅកាន់ website នេះយើងអាច save រូបនេះបាន save រូបនេះតុបបាទ save រូបនេះតុបយើងគ្រាន់តែចុចលើញ៉ា scan ហើយចុចលើរូប QR code មកហើយចុចទៅកាន់ Safari មកយើងចូលទៅកាន់ arrival card បាទចុចលើពាក្យ arrival card តមកបំពេញព័ត៌មានផ្ទាល់ខ្លួនបាទមាននាមត្រកូល family name នាមត្រកូល first name ឈ្មោះ middle name ជនជាតិខ្មែរយើងគេច្រើនអត់មានទេបាទជនជាតិខ្មែរមាន middle name ទេលេខ passport ហើយនឹងសញ្ជាតិឆ្នាំកំណើតខែថ្ងៃបាទអញ្ចឹងខ្ញុំសាកល្បងពេញឧទាហរណ៍ហើយហ្នឹងទៅហើយបន្តមកចុចពាក្យ continue បាទបន្តមកdate of arrival អញ្ចឹង date of arrival ហ្នឹងគេឲ្យយើងរើសបានតាមឡុងពេល3ថ្ងៃទេឧទាហរណ៍ថាយើងធ្វើដំណើរថ្ងៃហ្នឹងក៏យើងអាចធ្វើបានថ្ងៃ26បាទឬក៏ស្អែកក៏យើងធ្វើថ្ងៃហ្នឹងបានខាន់ស្អែកធ្វើថ្ងៃហ្នឹងក៏បានឬក៏ធ្វើដំណើរថ្ងៃ29ធ្វើថ្ងៃហ្នឹងក៏បានដូចគ្នាប៉ុន្តែបើយើងធ្វើដំណើរថ្ងៃ30យើងអត់ទាន់ធ្វើថ្ងៃហ្នឹងបានទេតោះចាំថ្ងៃ27បានធ្វើបានឧទាហរណ៍ថាខ្ញុំធ្វើដំណើរថ្ងៃ29បាទខែ4 2025ហើយប្រទេសដែលយើងធ្វើដំណើរចេញទៅគឺកម្ពុជាបាទយើងពីកម្ពុជាហើយការធ្វើដំណើរហ្នឹងអ្នកមិនថាអ្នកធ្វើដំណើរតាមជើងចន្ទោះឬក៏តាមព្រំដែនឬក៏តាមship ផ្លូវទឹកទេគឺត្រូវបំពេញបែបបទនឹងទាំងអស់គ្នាបាទហើយមិនថាជាពលធម្មតាឬក៏កាន់ passport ការទូតឬមន្ត្រីការទូតក៏ដោយក៏ត្រូវតែបំពេញបែបបទនឹងទាំងអស់បាទហើយមួយទៀត i number ដែលយើងបានកក់បាទឧទាហរណ៍ថាយើងកក់ផ្លៃលេខប្រមាណក៏ដាក់តាមនោះទៅឧទាហរណ៍ថា A663 អញ្ចឹងទៅណាបាទយើងអាចមើលក្នុងសុភគិតហោះដែលយើងបានកក់បានបាទតែបើយើងទៅតាមព្រំដែនបាទទៅតាមព្រំដែនយើងដាក់បាយខាអញ្ចឹងទៅ vehicle number យើងអាចដាក់ឈ្មោះក្រុមហ៊ុនឬក៏អីក៏បានដែរបាទបើមិនជាយើងអត់ដឹងបាទអូខេហើយយើងនឹងត្រឡប់មកវិញថ្ងៃណាបាទជំរើសត្រឡប់មកវិញហ្នឹងបើមិនជាយើងអត់ទាន់ច្បាស់ទេយើងអត់បំពេញក៏បានដែរតែបើយើងមានផ្លៃត្រឡប់ហើយយើងក៏ជ្រើសថ្ងៃត្រឡប់មកវិញទៅបាទអរគុណព្រោះហ្នឹងគេអត់បង្ខំទេព្រោះអីចំណុចដែលមានកាយក្រហមគឺហ្នឹងចំណុចដែលបង្ខំហើយយើងបង្ខំត្រូវតែមានបាទត្រូវតែបំពេញបាទអញ្ចឹងអានេះឧទាហរណ៍ថាខ្ញុំត្រឡប់មកវិញថ្ងៃទី10អីចឹងទៅបាទតាមរយៈ air ដែរណាបន្តមក flight number ដែលយើងបានកក់រួចតែបើយើងអត់តានកក់អីទេយើងមិនបាច់បំពេញចំណុចហ្នឹងទេបាទករណីមួយនេះគេសួរថា I am a transit passengers I don't stay in Thailand អញ្ចឹងករណីបើយើង transit យើងរើស tick កន្លែងចំណុចហ្នឹងទៅតែបើសិនជាយើងមកស្នាក់នៅកន្លែងហ្នឹងយើងមិន tick ទេបាទ accommodation in Thailand ហ្នឹងយើងរើសទៅថាយើងស្នាក់នៅណាឧទាហរណ៍ថាយើងស្នាក់នៅ hotel ណា hotel ហ្នឹងនៅតាណាបាទនៅបាងកក BA អូខេអញ្ចឹងណាហើយនៅខណ្ឌណាបាទខណ្ឌគេឲ្យមើលក្នុង booking យើងបានថាទីតាំងតែនៅខណ្ឌណាបាទឧទាហរណ៍នៅខណ្ឌបាងខែអញ្ចឹងឬក៏នៅណាក៏បានអាស្រ័យលើទីតាំងពិតប្រាកដហ្នឹងបាទហើយទីកូននេះវានឹងដល់ជូនតែម្ដងហើយកន្លែងនេះដាក់ឈ្មោះតែបាទតែDD House អញ្ចឹងអីក៏បានដែរបាទអាស្រ័យលើតែរៀងកក់ហ្នឹងហើយបន្តមកចុចពាក្យ continue បាទហើយជាចំណុចចុងក្រោយតើតង់ hair declaration គេថាចង់ដឹងថាយើងនឹងបានធ្វើដំណើរទៅប្រទេសណាខ្លះក្នុងរយៈពេល4-10ថ្ងៃហ្នឹងបាទគេថាយើងមិនមែនទៅណាទេយើងទៅតែស្រុកខ្មែរយើងទៅស្រុកខ្មែរទៅបានដែរបាទកម្ពុជាបាទតាមហ្នឹងសិនណាដល់ពេលជាក់ស្ដែងមែនទេយើងគួរតែធ្វើរឿងហ្នឹងហើយបន្ទាប់មកវាបង្ខំឲ្យយើងបំពេញ email អញ្ចឹងករណីយើងបំពេញខ្លួនឯងក៏ប្រើ email ខ្លួនឯងទៅហើយបើសិនជាយើងធ្វើឲ្យអ្នកដទៃយើងអាចប្រើ email យើងហើយឲ្យយើងបំពេញឲ្យគេទៅបាទឧទាហរណ៍ខ្ញុំប្រើ email របស់ខ្ញុំផ្ទាល់ចុះណាបាទហើយវានឹងផ្ញើគេឲ្យឬក៏យើងអាច download វាផ្ទាល់បានតែម្ដងបាទយើង download ទៅវាជា file PDF បាទយើង download អូខេនេះយើងទទួលបានព័ត៌មានហើយដែលយើងបានពេញហ្នឹងបាទហើយយើងអាច print ក្រដាសហ្នឹងទៅបង្ហាញគេនៅបន្តក៏បានដែរបាទគេនឹង scan QR code នេះហើយយើងអាច update information យើងបានអាច scan QR code នេះដើម្បី update information យើងបានដូចគ្នាបាទ